កសិករនៅក្នុងខេត្តកែបកំពុងទទួលផ្លែផ្កាក្នុងការសាកល្បងដាំបន្លែក្នុងផ្ទះសំណាញ់កសិករមួយរូបនៅភូមិចំការជែកឃុំពងទឹកស្រុកដំណាក់ចង្អាខេត្តកែបបានងាកមកសាកល្បងដាំបន្លែជាច្រើនប្រភេទនៅក្នុងរោងផ្ទះសំណាញ់ដំណើរសាកល្បងលើកទី1នេះឃើញថាបន្លែមានការលូតលាស់ល្អតែយ៉ាងណាក្នុងអំឡុងពេលសាកល្បងនេះលោកកំពុងស្វះស្វែងរកទីផ្សារក្នុងការលក់ចេញផងដែរផ្ទះសំណាញ់នេះយើងត្រឹមតែសាកល្បងលើកទី1ទេត្រឹមតែលើកទី1យើងត្រឹមតែធ្វើបានពេលពីសាងសង់មកដល់ឥឡូវគឺ1ខែអញ្ចឹងយើងមកសាងសង់ហើយយើងដាំមកឥឡូវដាំបានស្ពៃលើកទី1នេះបានរយៈពេល15ថ្ងៃដំណាំដែលយើងដាំក្នុងផ្ទះសំណាញ់នេះមានស្ពៃកញ្ញាញ់ស្ពៃទឿស្ពៃចង្កឹះនិងខាណាដើមបាទចំពោះផ្ទះសំណាញ់នេះយើងភាគច្រើនយើងមើលតាម YouTube មើលតាមគេផ្សព្វផ្សាយពីកសិកម្មអញ្ចឹងទៅក៏ឃើញគេធ្វើផ្ទះសំណាញ់ហើយយើងក៏សាកល្បងធ្វើផ្ទះសំណាញ់ដែរព្រោះសារយើងគិតថាវាមានអត្ថប្រយោជន៍ច្រើនថាយើងដាំបានទាំងខួបប្រាំងខួបវស្សាពីចំណាយទឹកតិចហើយនឹងដើមទុនពេលយើងធ្វើហើយយើងចំណាយដើមទុនតិចសម្រាប់ការដាំបាទចំពោះបន្លែនៅក្រោមផ្ទះសំណាញ់នៅក្នុងផ្ទះសំណាញ់នេះគិតថាជាបន្លែអូកានិកព្រោះវាយើងប្រើជីធម្មជាតិទ្រាប់បាតយើងប្រើជីធម្មជាតិច្រើនជាងយើងគីមីគឺមានអត់ទាំងតែអត់មានហ្មងគីមីហើយអញ្ចឹងវាមានអត្ថប្រយោជន៍ចំពោះអ្នកបរិភោគច្រើនវាធ្វើឲ្យយើងហូបទៅមានសុខភាពល្អវាអត់មានប៉ះពាល់សុខភាពហើយបន្លែក្នុងរោងផ្ទះសំណាញ់នេះបន្លែមានរសជាតិឆ្ងាញ់វាស្រួយចំពោះស្ពៃកញ្ញាញ់នេះបើយើងគិតថាចាប់ពី1000ឡើងណាបាទបើយើងគិតថាចំណេញគឺចាប់ពី1000ឡើងទៅបានយើងចំណេញខ្លះបើ700-800អីយើងគ្រាន់តែទល់ដើមជាមួយនឹងពូជជាមួយនឹងជីជាមួយនឹងកម្មករទេសំណុំពរដល់ជាពលរដ្ឋយើងបាទដែលគាត់ឆ្លាញ់វិស័យខាងកសិកម្មដូចគ្នាអញ្ចឹងណាបាទបើមានលទ្ធភាពងាកមកដាំបន្លែក្នុងរោងដូចខ្ញុំចេះវាអាចយើងមានច្រើនទៅយើងអាចបង្កើតជាសហគមន៍ដល់ពេលអញ្ចឹងយើងអាចនាំចេញបានពេលតែយើងឆ្កឹងតែតិចតួចចេះយើងក៏ឲ្យទីផ្សារបើយើងអាចមានចាប់ពីច្រើនរោងទៅយើងថាមិនថាកំណត់រោងប៉ុន្មានតែយើងថាយើងច្រើនរោងទៅយើងអាចចាប់ដៃគ្នាបង្កើតជាសហគមន៍យើងអាចរកទីផ្សារហើយនឹងយើងអាចរកពីជំនួយមកតាមផ្សេងអញ្ចឹងហើយនឹងជំនុំពរចុងក្រោយជំនុំពរដល់មន្ត្រីកសិកម្មពាក់ព័ន្ធទាំងអស់ជួយរកទីផ្សារជូនប្រជាពលរដ្ឋដែលគាត់បានផលតាំងពីបន្លែគ្រប់មុខនិយាយរួមទោះជាបន្លែអីក៏ដោយឲ្យតែបានផលសូមគាត់ជួយរកទីផ្សារឲ្យគាត់ផងព្រោះថាមានទីផ្សារយើងអាចមានកម្លាំងចិត្តដាំលោកថងបរិនប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថានៅទូទាំងខេត្តកែបមានកសិករដាំដុះបន្លែក្នុងផ្ទះសំណាញ់សរុបចំនួន24ខ្នងក្នុងនោះកំពុងដំណើរការមានចំនួន15ខ្នងលោកបន្តថាក្នុងនាមមន្ត្រីលោកលើកទឹកចិត្តឲ្យកសិករងាកមកធ្វើការដាំដុះបន្លែបែបសរីរាង្គក្នុងផ្ទះសំណាញ់ដើម្បីធានាពីគុណភាពពិសេសកាត់បន្ថយការចំណាយថវិកានិងការទទួលបានបន្លែដែលមានគុណភាពគ្មានគីមីដើម្បីសុខភាពអ្នកទទួលទានក្នុងនោះយើងមានមន្ត្រីកសិកម្មតាមឃុំនៅរងចាំជួយផ្ដល់នូវបច្ចេកទេសនានាជូនប្រជាកសិកររបស់យើង